ការព្យាបាលជំងឺភ្នែកកន្ទុយថ្លែនបច្ចុប្បន្នគឺមានពីរធំបាទទី1គឺការលេបថ្នាំញ៉ាំថ្នាំនេះគឺវាសុវត្ថិភាពទំនុកចិត្តអត់ប៉ះពាល់ទេព្រោះឥឡូវបច្ចុប្បន្នយើងរកវ៉ាក់សាំងនិងថ្នាំឃើញច្រើនព្រោះថ្នាំនេះដុកទ័រអ្នករកឃើញបាទបោះអឺរ៉ុបបាទដែលខាងខ្ញុំលក់បច្ចុប្បន្នអញ្ចឹងពេលដែលញ៉ាំថ្នាំវារលាយបន្តិចម្ដងសុវត្ថិភាពទំនុកចិត្តអត់ប៉ះពាល់ដល់ការងារយើងអាចធ្វើការរកចំណូលបានលុយទិញថ្នាំលេបទៀតបាទប៉ុន្តែបើសិនជាទៅពេទ្យគេមានណែនាំឲ្យយើងវះកាត់បាទបើសិនជាសាច់ខ្លាញ់នឹងធំបើនៅតូចក៏គេមិនវះហើយគេមើលទៅតាមអាយុដែរបាទវាកើតតែគ្រប់វ័យហ្នឹងក្មេងចាស់ប្រុសស្រីគាត់ថាសាច់ខ្លាញ់ធំបាទគេភាគច្រើនគេណែនាំឲ្យយើងវះប៉ុន្តែការវះហ្នឹងគឺយើងត្រូវថែទាំយូរបាទយ៉ាងតិច3ខែទៅ6ខែអង្គុយពាក់វ៉ែនតាខ្មៅណាបាទបើការពារមិនល្អអាចដុសឡើងវិញឬអត់ភ្លឺដោយប្រការណាមួយពុកម៉ែបងប្អូនអាចយើងទទួលខុសត្រូវខ្លួនឯងបាទពិបាកដែរខ្មែរយើងដីហុយអាហារគីមីយើងមើលអត់ឃើញអញ្ចឹងពេទ្យនឹងណែនាំយើងច្រើនបាទហើយយើងមានពេលវេលាថែទាំអត់អានឹងសម្រាប់ចិត្តខ្លួនឯងណាបាទបើសិនជាចង់បានថ្នាំញ៉ាំខាងខ្ញុំមានថ្នាំអត់អីទេបាទបច្ចុប្បន្នយើងមានថ្នាំពួកឱសថហ្នឹងគឺតាំង2010មកវាជិត20ឆ្នាំហើយចង់បានថ្នាំយកទៅញ៉ាំសុវត្ថិភាពយើងធ្វើការបានរកចំណូលបានអត់ប៉ះពាល់ដល់ការងារបាទមិនបាក់សម្រាប់ការពារពុកម៉ែបងប្អូនអាចតាក់ទងមកបានបាទអរគុណ